បន្ទាប់ពីយើងបានរៀនគូជើងហើយលំហាត់អង្គុយគូជើងវិញហើយឥឡូវយើងមករៀនដកដង្ហើមសិននិយាយទៅហេតុទឹកមូលដ្ឋានគ្រឹះសំខាន់បំផុតគឺការគូជើងហើយនឹងដកដង្ហើមនៅតែយើងធ្វើលំហាត់ពីរនឹងបានល្អយើងក៏ចាប់ចេះហើយដែរតាមរៀបដកដង្ហើមទី1យើងចូលតាមមាត់ខ្លងវិញចេញតាមច្រមុះយើងជាធ្វើលំហាត់អញ្ចឹងលើគោកឲ្យបាន10ដងឲ្យសិនមកដកដង្ហើមចូលតាមមាត់ក្រុមតាមច្រមុះដល់ពេលយើងធ្វើអញ្ចឹងស្ទាត់ហើយយើងចាប់ដើមធ្វើជាមួយទឹកម្ដងដូចគ្នាពេលនៅលើគោកយើងដកដង្ហើមចូលតាមមាត់ហើយនៅក្នុងទឹកយើងក្រុមចេញតាមច្រមុះយើងអាចធ្វើលំហាត់នឹង10ដង 3 សេទៅធ្វើជាមួយឲ្យស្ទាត់ហើយមួយទៀតចំណុចសំខាន់យើងអាចនៅលើគោកយូរចេះបានដែរបើយើងចំណាយពេលនៅលើគោកយូរដកដង្ហើមពី3សងខុសហើយសម្រាប់ដកតែមួយហើយទៅក្រោមវិញជាមួយនឹងធ្វើមើលខ្ញុំដក2ដងអញ្ចឹងអត់អាហ្នឹងអត់ល្អដក2ដងហ្នឹងទៅការដកតែម្ដងហើយលំហាត់នឹងដែរខ្ញុំធ្វើឲ្យលះហាហើយយើងធ្វើយឺតពេកក៏ទៅល្អដែរព្រោះដល់លំហាត់បន្ទាប់ទៀតយើងត្រូវការដកឲ្យលះហាតិចបានយើងឆាប់ចេះហាលឿន